Bàជំរាបសួរពុកម៉ែបងប្អូនរបស់គ្នាបាទថ្ងៃនេះខ្ញុំសូមចែករំលែកនៅវីដេអូមួយស្ដីពីបច្ចេកទេសនៃការចិញ្ចឹមកណ្ដូបបាទមុននឹងធ្វើការទស្សនានៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនមេត្តាចុចពាក្យដាច់ជាឬក៏ Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយផងបាទកណ្ដូបគឺជាប្រភេទសត្វល្អិតមួយប្រភេទដែលពុកម៉ែបងប្អូនបានស្គាល់រួចមកហើយបាទហើយសប្តាហ៍ថ្ងៃគឺកណ្ដូបត្រូវបានគេធ្វើការចិញ្ចឹមបាទសម្រាប់ធ្វើការលក់ដូរដើម្បីបង្កើននៅប្រាក់ចំណូលប្រចាំគ្រួសារផងដែរបាទមុនធ្វើការចិញ្ចឹមកណ្ដូបបាទយើងត្រូវរៀបចំរោងឬក៏ស្បៃមុងបាទសម្រាប់ធ្វើការចិញ្ចឹមបាទអញ្ចឹងយើងចិញ្ចឹមកណ្ដូបគឺយើងចិញ្ចឹមនៅក្នុងស្បៃមុងបាទដោយពណ៌វាធ្វើម៉េចពណ៌វាជិតដើម្បីការពារកុំឲ្យមានសត្វល្អិតឬក៏សត្វថ្លែនចិញ្ចក់វាចូលមកស៊ីកណ្ដូបរបស់យើងបាទអញ្ចឹងកណ្ដូបគឺយើងចិញ្ចឹមយើងផ្ដល់ចំណីដូចជាស្លឹកស្មៅបាទស្មៅឬក៏ប្រភេទចំណីកូនមាន់ដើម្បីឲ្យវាស៊ីបាទអញ្ចឹងយើងត្រូវតែមានពងកណ្ដូបដើម្បីធ្វើការភ្ញាស់បើសិនឪពុកម៉ែអត់មានទេអាចធ្វើការចែកឬក៏ទិញពងកណ្ដូបមកដាក់ក្នុងរោងរបស់យើងបាទអញ្ចឹងកណ្ដូបយើងយកមកភ្ញាស់ក្នុងរោងគឺរយៈពេលពីភ្ញាស់រហូតដល់វាចាប់ដើមពងគឺមានរយៈពេល35ថ្ងៃបាទអញ្ចឹងដល់ពេលវាចាប់គូយើងត្រូវធ្វើការរៀបចំជាខ្សាច់ដីខ្សាច់ដែលមានសំណើមខ្ទង់60% បាទដែលមានសំណើមខ្លះដើម្បីឲ្យកណ្ដូបងាយស្រួលក្នុងការពងបាទអញ្ចឹងនៅពេលដែលវាពងគឺមានរយៈពេល5ទៅ10ថ្ងៃអញ្ចឹង35ថ្ងៃទៅ45ថ្ងៃគឺកណ្ដូបរបស់យើងបានពងដាក់នៅក្នុងដីខ្សាច់បាទក្រោយពងគឺយកគូតវាញុចទៅក្នុងដីខ្សាច់អញ្ចឹងអាចឃើញប្រហោងនៅក្នុងដីខ្សាច់ករណីយើងឃើញប្រហោងច្រើននៅក្នុងដីខ្សាច់មានន័យថាកណ្ដូបយើងគឺបានពងបាទបានពងនៅក្នុងដីខ្សាច់បានគ្រប់គ្រាន់ហើយបាទអញ្ចឹងកាលណាវាពងបានអស់ហើយគឺយើងអាចធ្វើការប្រមូលកណ្ដូបបាទប្រមូលកណ្ដូបដើម្បីលក់ជាសាច់បាទអញ្ចឹងយើងចិញ្ចឹមកណ្ដូបអាចលក់ជាសាច់ផងហើយនឹងលក់ជាពងផងបាទនេះគឺជាសកម្មភាពនៃការប្រមូលពងកណ្ដូបបាទសម្រាប់លក់ពងបាទអញ្ចឹងក្រោយយើងប្រមូលពងអស់ហើយគឺយើងចាប់កណ្ដូបដើម្បីលក់សាច់បាទហើយយើងធ្វើការចិញ្ចឹមបន្តទៀតបាទអញ្ចឹងស្បែកមុងយើងគឺយើងធ្វើការចិញ្ចឹមបាទជារៀងរហូតបាទក្រោយបានយូរវាអត់ងាយខូចទេស្បែកមុងនេះបាទអញ្ចឹងបើសិនពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចធ្វើការតាក់ទងដើម្បីចង់បានទិញពងកណ្ដូបបាទពងកណ្ដូបគឺរបស់យើងគឺល្អបាទផ្លូវល្អហើយយើងនឹងផ្ដល់នៅបច្ចេកទេសសម្រាប់ពុកម៉ែបងប្អូនដែលចង់សាកល្បងចិញ្ចឹមកណ្ដូបបាទហើយនឹងមានការលក់នៅពងកណ្ដូបផងដែរសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ក្នុងការទិញពងកណ្ដូបយកទៅបង្កាត់បាទឬក៏យកទៅភ្ញាស់បាទអញ្ចឹងកណ្ដូបរបស់យើងខ្ញុំគឺយើងធ្វើការបង្កាត់អត់ឲ្យវាជន់ឈាមទេបាទអញ្ចឹងយើងធ្វើម៉េចកុំឲ្យកណ្ដូបយើងវាជន់ឈាមកាលណាវាជន់ឈាមគឺការចិញ្ចឹមលើក្រោយវាខ្សោយឬក៏វាធំធាត់អត់ស្មើគ្នាចឹងអាចធ្វើទៅយើងគឺមានផលប៉ះពាល់ច្រើនបាទឬក៏ងាប់ច្រើនបាទអញ្ចឹងយើងធ្វើការបង្កាត់អត់ឲ្យវាជន់ឈាមគ្នាទេបាទអញ្ចឹងប្រសិនឪពុកម៉ែបងប្អូនចង់ធ្វើការតាក់ទងចង់ទិញនៅពងកណ្ដូបឬក៏ស្បៃមុងខាងក្រុមយើងខ្ញុំគឺមានលក់ជាពងកណ្ដូបហើយនិងស្បៃមុងសម្រាប់ពុកម៉ែបងប្អូនយកទៅចិញ្ចឹមសាកល្បងបាទអញ្ចឹងពុកម៉ែបងប្អូនអាចចិញ្ចឹមខ្លួនឯងអាចធ្វើការភ្ញាស់ខ្លួនឯងបានបាទអញ្ចឹងយើងចំណាយតែម្ដងទេគឺយើងអាចធ្វើការភ្ញាស់ពងខ្លួនឯងឬក៏ចិញ្ចឹមខ្លួនឯងបានតច្រើនដងបាទបើសិនមកពុកម៉ែបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទដូចនៅខាងក្រោមនេះបាទសូមអរគុណច្រើនបាទ